អាការបន់ពន្ធឡើងនៅពេលខែ12យើងអត់បានបង់ណាបងប្អូនមើលនៅក្នុងกระดาษហ្នឹងទៀតទៅលេខកង់លេខអីនៅអត់ដែរទេប៉ុន្តែគ្រាន់តែតម្លៃវាប្រែប្រួលបើសិនជាយើងបង់នៅខែ12នោះគឺយើងបង់តែ128,510វ៉ុននេះទេបើសិនជាក្នុងរយៈពេលខែ12យើងអត់បានបង់អាគេហៅថាណាប់គីហ៊ូសេអេកហ្នឹងគឺយើងត្រូវបង់នេះតម្លៃ132,550វ៉ុនអញ្ចឹងមានន័យថាគេមិនផាកពិន័យអីទេបងអាហ្នឹងគឺគ្រាន់តែថាបើសិនជាយើងបានបង់មុនណាគេបញ្ចុះតម្លៃឲ្យទេដល់ពេលយើងអត់បានបង់ក្នុងកំណត់ខែមុនអញ្ចឹងគឺគេគ្រាន់តែឡើងមកទៀតទេអញ្ចឹងតាមទូទៅគេមិនពិន័យទៅខាងលើហ្នឹងទេគឺបើយើងបង់មុនគ្រាន់តែគេបញ្ចុះតម្លៃបើសិនជាយើងអត់បានបង់ទេចាប់ពីខែ1រហូតដល់ខែ2ទៀតយើងអាចបង់បាននៅក្នុងរយៈពេលហ្នឹងបង់កាលក៏បានដែរគ្រាន់តែតម្លៃវាខុសគ្នាពីខែមុននៃការបង់របស់យើងអញ្ចឹងណាអញ្ចឹងមិនថាបើសិនជាយើងឃើញវាភ្លាមមកយើងបង់ទៅវាល្អដែរតម្លៃវារៀងធូរអញ្ចឹងណា